ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទខកសុនមានចំណងស្វៀងមួយទៀតដើម្បីចែករំលែកបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់តេតទៅនឹងការមានកូនបាទអញ្ចឹងពាក់ព័ន្ធនឹងការមានកូនដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែករំលែកនិយាយអំពីធ្វើម៉េចដឹងថាមានកូនបាទអញ្ចឹងគឺជាសំណួរញឹកញាប់ដែលប្រិយមិត្ត YouTube តែងតែសាកសួរមកខាងយើងខ្ញុំផងដែរអំពីការមានកូនហ្នឹងបាទយើងចង់ដឹងថាធ្វើម៉េចដឹងថាមានកូនបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមានតែការក្នុងនោះយើងឃើញមានពីរចំណុចសំខាន់ទី1គឺសិបដើមទី2គឺធ្វើម៉េចដឹងថាមានកូនបាទយើងចង់ដឹងថាតើស្ត្រីគួរតែសម្គាល់យ៉ាងម៉េចដឹងថាខ្លួនឯងមានកូនបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមសញ្ញាមានកូនដំបូងគឺការបាត់រដូវព្រមទាំងរោគសញ្ញាមានកូនផ្សេងទៀតបើសិនបើស្ត្រីក្នុងវ័យបន្តពូជគិតថាអាចមានកូនគឺអាចធ្វើតេស្តទឹកនោមផ្ទៃពោះពិនិត្យអេកូផ្ទៃពោះព្រមទាំងពិនិត្យឈាមរោគកំហាប់អរម៉ូន ACG ដែលទាក់ទងនឹងការមានកូនផងដែរអញ្ចឹងដើម្បីកំណត់រោគការមានកូនយើងអាចកត់សម្គាល់ទៅលើសញ្ញាបាទអាចធ្វើតេស្តទឹកនោមផ្ទៃពោះធ្វើការពិនិត្យអេកូផ្ទៃពោះឬក៏អេកូតាមទ្វីមាសហើយនឹងការពិនិត្យឈាមយើងមើលកំហាប់អរម៉ូន ACG ទាក់ទងនឹងការមានកូនផងដែរយើងមើលឈាមបន្តទៀតយើងថាសញ្ញាមានកូនដំបូងគឺអាចប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀតហើយនឹងពីការមានផ្ទៃពោះមួយទៅការមានផ្ទៃពោះមួយទៀតអញ្ចឹងការមានកូននឹងវាអាចប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់អ្នកខ្លះគឺមានសញ្ញាច្រើនអ្នកខ្លះមានសញ្ញាតិចហើយតើតើនឹងការមានផ្ទៃពោះមួយទៅការមានផ្ទៃពោះមួយទៀតហ្នឹងក៏អាចមានការប្រែប្រួលផងដែរនិយាយមើលសំណួរញឹកញាប់ដែលប្រិយមិត្ត YouTube តែងតែសាកសួរមកខាងយើងខ្ញុំដែរថាធ្វើម៉េចដឹងថាមានកូនបាទអញ្ចឹងដើម្បីបកស្រាយអស់ចម្ងល់អំពីសញ្ញាទាំងអស់ហ្នឹងបាទសូមស្ដាប់ការបកស្រាយខ្ញុំបាទជាបន្តទៅទៀតបាទអញ្ចឹងយើងមើលធ្វើម៉េចដឹងថាមានកូនតែសញ្ញាទី1ដែលស្ត្រីត្រូវដឹងគឺបាត់រដូវឬរាំងរដូវអញ្ចឹងបើសិនជាស្ត្រីក្នុងវ័យបន្តពូជមានថាវ័យដែលអាចមានកូនបានបើសិនជាមានរៀបការរួចឬក៏មានដៃគូបាទបើសិនជាមានសញ្ញាបាត់រដូវឬរដូវបន្ទៀងបាទរាំងរដូវញឹកញាប់អញ្ចឹងស្ត្រីត្រូវសារធ្វើតេស្តរដូវដែរហើយនឹងសង្កល់ផងដែរអំពីសញ្ញាមានកូនហ្នឹងយមើលតទៅទៀតតើតងធ្វើម៉េចដឹងថាមានកូនទី2គឺសញ្ញាមានការឡើងតឹងឈឺឬក៏សង្កេតដោះអញ្ចឹងស្ត្រីត្រូវចាប់អារម្មណ៍ផងដែរអំពីសញ្ញាឡើងការតឹងឈឺឬក៏សង្កេតដោះហ្នឹងជាអាការៈតកតទៅនឹងការមានកូនរបស់ស្ត្រីផងដែរបាទយើងមកតទៀតតកតទៅនឹងធ្វើម៉េចដឹងថាមានកូនទី3គឺស្ត្រីបំរែបំរួលចំណុចខ្មៅនៅជំវិញក្បាលដោះបាទអញ្ចឹងបំរែបំរួលចំណុចខ្មៅជំវិញក្បាលដោះហ្នឹងវាទៅតាមអឺអាយុកូនបាទអញ្ចឹងនៅពេលដែលមានកូន6សប្តាហ៍7សប្តាហ៍8សប្តាហ៍យើងឃើញថាមានការប្រែប្រួលនៅចំណុចខ្មៅជំវិញក្បាលដោះតែស្ត្រីត្រូវមានការចាប់អារម្មណ៍ផងដែរបាទអញ្ចឹងយើងមកជាបន្តទៀតតកតូនធ្វើដឹងថាមានកូនទី4គឺស្ត្រីតែងតែចង្អោរក្អួតនៅពេលព្រឹកបាទនឹងកើតមានមិនគ្រប់ស្ត្រីទាំងអស់ទេបាទយើងឃើញស្ត្រីមួយចំនួនដែលឃើញមានការចង្អោរក្អួតនៅពេលព្រឹកហ្នឹងដែលភាសាអង់គ្លេសហៅថា morning sickness ឬក៏ភាសាបារាំងហៅ ទ្រុបសម្បត្តិហ្នឹងឯងយើងបន្តទៀតតកតូននឹងធ្វើដឹងថាមានកូនទី5គឺស្ត្រីមានសញ្ញានំញឹកបាទអញ្ចឹងស្ត្រីខ្លះគាត់មកពិគ្រោះជាមួយយើងខ្ញុំអំពីបញ្ហានំញឹកបាទយើងធ្វើការពិនិត្យទៅដឹងថាគាត់មានកូនផងដែរហើយបន្តទៀតតកតងធ្វើដឹងថាមានកូនទី6គឺស្ត្រីមានសញ្ញាទល់លាមកបាទអញ្ចឹងសញ្ញាទល់លាមកហ្នឹងគឺដោយសារបម្រែបម្រួលអរម៉ូនជាពិសេសគឺការកើនឡើងនៃអរម៉ូនប្រូហ្សេសារ៉ូនតកតងនឹងការមានកូនបាទវាអាចបន្ថយនៅចលនារបស់ពោះវៀនអញ្ចឹងទៅអាចធ្វើស្ត្រីនឹងមានរោគសញ្ញាទល់លាមកផងដែរបាទបន្តទៀតតកតងនឹងធ្វើដឹងថាមានកូនទី7គឺស្ត្រីមានសញ្ញាហើមពុះឬក៏រីកធំនៃពុះបាទអញ្ចឹងដោយសារបម្រែបម្រួលអរម៉ូនប្រូហ្សេសារ៉ូននឹងឯងវាថយចុះនៅចលនារបស់ពោះវៀនអាចធ្វើស្ត្រីនឹងហើមពុះឬក៏មានការរីកធំនៃពុះដោយសារស្បូនរីកធំផងដែរយមតំទៀតតកធំថ្មិចដឹងថាមានកូនទី8គឺស្ត្រីអស់កម្លាំងជាងធម្មតាអញ្ចឹងដោយសារបម្រែបម្រួលអរម៉ូនតកតងការមានកូនអាចធ្វើឲ្យស្ត្រីនឹងមានលក្ខណៈអស់កម្លាំងជាងធម្មតាផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងថ្មិចដឹងថាមានកូនទី9គឺស្ត្រីមានធ្លាក់ឈាមលាងក្បាលកូនតែស្ត្រីខ្លះអាចច្រឡំជាមួយនឹងរដូវបាទអត់ដឹងថាខ្លួនឯងមានកូនហ្នឹង
ចឹងស្ត្រីត្រូវចាប់អារម្មណ៍ដែរបើសិនជាមានធ្លាក់ឈាមខុសធម្មតាពីឈាមរដូវត្រូវចាប់អារម្មណ៍អាចតទៅនឹងឈាមលាយក្បាលកូនផងដែរដែលករណីហ្នឹងគឺมันមានគ្រប់ស្ត្រីទាំងអស់ទេមានប្រមាណជា30%តែប៉ុណ្ណោះបាយមួយតមទៀតតកតងធ្វើម៉េចដឹងថាមានកូនទី10គឺតកតងបំរែបំរួលអារម្មណ៍អញ្ចឹងដោយសារបំរែបំរួលអរម៉ូននៅក្នុងស្ត្រីតកតងនឹងការមានកូនហ្នឹងជាពិសេសគឺអរម៉ូនអ៊ឺស្ត្រូហ្សែននិងប្រូហ្សេរ៉ូនអាចធ្វើឲ្យស្ត្រីនឹងបំរែបំរួលអារម្មណ៍ផងដែរឆាប់ឆាវឆាវចាប់ខឹងបាទមានអារម្មណ៍គឺខុសធម្មតាផងដែរហើយមួយតមទៀតតកតងធ្វើដឹងថាមានកូនទី11គឺស្ត្រីមានសញ្ញាឈឺក្បាលនិងវិលមុខបាទអញ្ចឹងបញ្ហាឈឺក្បាលមុខគឺជាសញ្ញារួមផ្សំទេដែលស្ត្រីត្រូវចាប់អារម្មណ៍ផងដែរតកតងនឹងការមានកូនហ្នឹងបាទអញ្ចឹងយើងមើលបន្តទៀតតកតងធ្វើដឹងថាមានកូនទី12គឺស្ត្រីមានសញ្ញាតឹងច្រមុះរលាកច្រមុះអញ្ចឹងបំរែបំរួលអរម៉ូនតកតងការមានកូនអាចធ្វើឲ្យស្ត្រីនឹងតឹងច្រមុះរលាកច្រមុះផងដែរបាទរោគសញ្ញាហ្នឹងគឺជារោគសញ្ញារួមផ្សំទេដែលយើងឃើញមានតកតងនឹងការមានកូនហ្នឹងយីមើលតទៅទៀតតកតងធ្វើឲ្យដឹងថាមានកូនទី13គឺស្ត្រីមានសញ្ញាឆាប់ចាញ់ក្លិនអញ្ចឹងស្ត្រីចាប់អារម្មណ៍នៅពេលខ្លួនឯងមានសញ្ញាឆាប់ចាញ់ក្លិនចេះតែចង់ក្អួតបាទធំអីមួយអញ្ចឹងបាទត្រូវចាប់អារម្មណ៍តកតងនឹងសញ្ញាមានកូនផងដែរបាទអញ្ចឹងយីមើលបន្តទៅទៀតតកតងនឹងធ្វើឲ្យដឹងថាមានកូនទី14គឺស្ត្រីមានសញ្ញាធ្លាក់សអញ្ចឹងបើសិនជាស្ត្រីមានសញ្ញាធ្លាក់សខុសធម្មតាបាទស្ត្រីត្រូវចាប់អារម្មណ៍ផងដែរអំពីបញ្ហាតកតងនឹងការមានកូនហ្នឹងយីមើលតទៀតតកតងធ្វើដឹងថាមានកូនទី15គឺស្ត្រីមានឈឺចុកក្នុងពោះតិចតិចនិងឈឺខ្នងបាទសញ្ញាហ្នឹងយើងឃើញថាកើតមានលើស្ត្រីតកតងនឹងកូនធ្វើការកាច់សម្បុកប៉ុន្តែត្រូវចាប់អារម្មណ៍ផងដែរតកតងនឹងការមានកូនខុសធម្មតាពាក់ព័ន្ធនឹងជំងឺកូនក្រៅស្បូនហ្នឹងយីមើលតទៀតតកតងធ្វើដឹងថាមានកូនទី16គឺស្ត្រីមានសីតុណ្ហភាពរាងកាយកើនបន្តិចជាងបើយើងយកកម្ដៅទៅលើខ្លួនស្ត្រីទៅវាអាចមានការកើនឡើងសីតុណ្ហភាពប្រហែលជា0.3ទៅ0.5អង្សាសេផងដែរយីមើលតទៀតតកតងធ្វើដឹងថាមានកូនទី17គឺស្ត្រីមានសញ្ញាចេញទឹកមាត់ច្រើនចឹងដោយសារបំរែបំរួលអរម៉ូនក្នុងខ្លួនស្ត្រីអាចធ្វើស្ត្រីនឹងមានសញ្ញាចេញទឹកមាត់ច្រើនផងដែរយីមើលតទៅទៀតតកតងធ្វើដឹងថាមានកូនទី18គឺស្ត្រីមានការឃ្លានអាហារកើនឡើងចឹងដោយសារបំរែបំរួលអរម៉ូនតកតងការមានកូនអាចធ្វើឲ្យស្ត្រីនឹងមានលក្ខណៈចង់ឬក៏ឃ្លានអាហារកើនឡើងផងដែរបាទអញ្ចឹងបើសិនជាស្ត្រីមានសញ្ញានៅក្នុងនឹងច្រើនដែលចាប់អារម្មណ៍អំពីការមានកូននឹងបាទយើងឃើញថាខាងសាលារីខ្ញុំមានផ្ដល់សេវាពិនិត្យនិងតាមដានការមានកូនដំបូងក្នុងតម្លៃសមរម្យផងដែរបាទហើយបើចង់រកយើងខ្ញុំយើងមានមធ្យោបាយពីរគឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទយើងអាច scan QR code ខាងស្វែងដៃទៅឬក៏មើលតាមផែនទីផ្ទាល់គឺយើងចុះតាមខ្លោងទ្វារវត្តសំសល់បត់តាមលំវត្តខាងស្ដាំដៃចុះតាមផ្លូវ 16BT ត្រង់ចុងផ្លូវគឺដល់តាមខ្ញុំហើយឬក៏យ៉ាងទេអាចចុះតាមផ្លូវតផុនបាទច្រកចូលទៅមុខនឹងតាក់ទងផ្លូវ Pizza Comedy តែម្ដងបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលខ្លីច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Khoksun Official បាទធ្វើការ scan QR code ទៅដើម្បីចូលក្នុង Channel ខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលខ្លីច្រើនទៀតផងដែរឬក៏យើងអាចប្រឹក្សាតាមលេខទូរស័ព្ទក៏ដូចជា Telegram បេក្ខសារគឺ092 59 350 088 3132 225និង016 58 57 64ផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតអាចចូលទៅក្នុង YouTube Channel វាយពាក្យ Khoksun MD Official បាទចុចអក្សរទៅបាទចុច search ស្វែងរកពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង Channel ចុចពាក្យ Subscribe និងយល់កណ្ដឹងបាទជួយពី Subscribe និងកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងរ៉ា YouTube ជាបន្តបាទជួយ Subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្ថែមទៀតបាទសូមអរគុណ